រឿងជីវិតស្នេហារឿងបញ្ហាស្នេហាកាលណាដែលយើងស្មោះគេពេកគេថាយើងល្ងងកាលណាដែលយើងស្មោះគេពេករមែងតែងតែគេបោកណាហើយការដែលឈឺចាប់គឺមានចំពោះតែអ្នកដែលស្មោះប៉ុណ្ណោះណាចំពោះមនុស្សដែលសាវ៉ាមិនដែលស្គាល់អំពីអារម្មណ៍ដែលឈឺចាប់ឡើយព្រោះគេអត់ដែលស្មោះចំពោះយើងធ្វើដំណិចដែលគេមកត្រូវឈឺចាប់ដូចជាយើងអ្នកដែលស្មោះទៅណាអញ្ចឹងយើងកុំស្មោះខ្លាំងពេកកាលណាស្មោះខ្លាំងពេកហ្នឹងគឺរមែងតែឈឺចាប់តែប៉ុណ្ណឹងណាដោយពាក្យស្លោកលោកបានពោលថាអ្នកប្រយុទ្ធរមែងតែងតែរបួសណាអ្នកដែលមានចិត្តស្មោះរមែងតែងតែឈឺចាប់ជារឿងធម្មតារបស់ជីវិតនៅក្នុងវិលវត្តសង្សារយើងនេះទេណាអញ្ចឹងរស់នៅជាមនុស្សកាលណាដែលមានចិត្តស្មោះហើយគឺរមែងតែងតែឈឺចាប់ប៉ុណ្ណោះឯង